សួស្តីប្រិយមិត្តដែលគ្រប់គ្រងនៅ Channel Beta MSP ទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានត្រីចំនួន3គូដើម្បីដាក់ប្រកាសដើម្បីជាការកំសាន្តព្រោះឯខានមួយរយៈនេះគឺរៀងឃ្លាតឆ្ងាយពីថៃក្រឹមយើងយូរដែរហើយឥឡូវក៏ចាប់ផ្ដើមដាក់ប្រកាសវាឡើងវិញហើយខ្ញុំមាន3គូដែលគូ2គូដាំបូជាមួយ Nemo យើងខ្វែងហើយមួយគូទៀតដាំបូដូចគ្នាមួយគូទៀតខ្ញុំថតអត់ជាប់ទេនៅក្បាលនេះដែលវាជាថៃញីកំងពីឥណ្ឌូនេស៊ីមកហើយឈ្មោះ Giant ខ្វែងគ្នាទៀតហើយ3គូនេះខ្ញុំពេញចិត្តមែនទែនក្នុងការប្រកាសហើយមកដល់វគ្គនេះយើងរៀបចំទឹកដើម្បីដាក់ប្រកាសហើយយើងត្រូវលាងធុងយើងលាងសម្អាតវាឲ្យស្អាតដើម្បីកុំឲ្យវាមានមេរោគឬមានជំងឺនៅក្នុងហ្នឹងជៀសវាងការប្រកាសទៅវាធ្វើឲ្យថៃយើងវាមានបញ្ហានៅពេលដែលកំពុងប្រកាសហើយបន្ទាប់ពីយើងលាងធុងសម្អាតបានរួចរាល់យើងធ្វើការដួសនៅទឹកនេះផងដែរគឺខ្ញុំបានត្រាំវាជាមួយស្លឹកឆាត់ហើយនឹងអំបិលដែលទុករយៈពេលប្រហែលជាមួយអាទិត្យជាងមកហើយយើងធ្វើការដងទឹកហ្នឹងយកមកដាក់ធុងដែលយើងលាងសម្អាតបានរួចរាល់ហើយដើម្បីត្រៀមប្រកាសហ្នឹងផងដែរហើយបន្ទាប់ពីយើងដងទឹកហើយយើងដងបានពេញមកល្មមខ្ញុំដាក់នេះគឺដាក់កាចដែលធុងប្រកាសនេះគឺខ្ញុំកំងពីបងស្រី BT ឬកាមកដើម្បីយកមកប្រើតើយើងដងទឹកហើយយើងធ្វើការយកសារាយយើងសារាយចំនួនមួយសមល្មមមកដែលយើងគិតថាវាមិនតិចមិនច្រើនហើយការដាក់សារាយនេះគឺដាក់ដើម្បីឲ្យមានសោភ័ណភាពមួយនៅក្នុងធុងដើម្បីទាក់ទាញថៃឲ្យវាមើលឃើញជាលក្ខណៈថាធម្មជាតិដើម្បីវាឆាប់នឹងគៀបងាយនឹងគៀបឆាប់ប្រកាសបានពងហើយយើងធ្វើការដាក់សារាយនឹងចំនួន3ធុងនឹងឲ្យស្មើគ្នាហើយបន្ទាប់មកយើងយកថៃដែលយើងបានរៀបចំគូបកងគ្នាហ្នឹងយកទៅដាក់នៅកន្លែងធុងប្រកាសយើងអានេះដែលគូទី1នេះគឺខ្ញុំយកញីទៅញីនេះគឺញីដាំបូហើយយើងយកឈ្មោះយើងមកមួយទៀតកែវទឹកនេះខ្ញុំដាក់ច្រើននាងធំអញ្ចឹងនាងធ្ងន់បន្តិចព្រោះលើកទាំងពីរមកដៃមួយខាងកាន់ទូរស័ព្ទដៃមួយខាងកាន់ថៃលើកពីរវាធ្ងន់ពេកខ្លាចធ្លាក់បែកនេះដែលមួយគូដូចខ្ញុំនិយាយហ្នឹងហើយមកដល់ពេលនេះយើងបានលើកថៃ3គូយើងដាក់ធៀមប្រកាសរួចរាល់ហើយនៅក្នុងធុងហ្នឹងគឺអាកែវជ័រហ្នឹងគឺជាកែវដែលយើងទុកដាក់មីនីដើម្បីឲ្យយើងបានដាក់វាធៀបគ្នាហើយខ្ញុំធៀមនេះផងដែរគឺស្លឹកឆាត់ដែលខ្ញុំច្របាច់វាយើងតូចមកហើយជាមួយនឹងថង់ផ្លាស្ទិកមួយដែលយើងទុកដើម្បីដាក់នៅពេលទុកឲ្យអាឈ្មោះវាផ្លុំពពុះចូលហើយខ្ញុំធ្វើការដាក់ស្លឹកឆាត់ដែលខ្ញុំបានច្របាច់ហ្នឹងចូលនៅក្នុងធុងហ្នឹងផងដែរហើយ3ធុងហ្នឹងយើងញែកគ្នាឲ្យបរិមាណស្មើគ្នាមកមិនច្រើនពេកហើយក៏មិនតិចពេកប៉ុណ្ណឹងមកសមល្មមហើយនេះគឺថង់ផ្លាស្ទិកដែលយើងដាក់ត្រៀមឲ្យឈ្មោះយើងផ្លុំពពុះចូលហើយយើងដាក់3ធុងហ្នឹងដាក់មកហើយខ្ញុំថង់នេះរៀងសើមតិចអត់បានជូតវានេះស្អាតទេមើលទៅប្រហែលជាត្រូវដូរថង់ព្រោះដាក់ទៅវាសើមដាក់ទៅវាលិចថង់អញ្ចឹងហើយដល់វគ្គនេះផងដែរគឺយើងចាប់ដើមចាក់ថៃយើងចូលហើយយើងយកកត្រង់ម្ដងឈ្មោលដាក់មុនដែលឈ្មោលមួយមុននេះដែលខ្ញុំនិយាយហ្នឹងគឺវាមាន Zen Giant ដែរឈ្មោះនេះគឺ
nhưng cả năng điều chỉ còn mongពីViệt Nam máuនេះជាកូនដែលខ្ញុំប្រកាសបានឈ្មោះមិញហ្នឹងហើយឈ្មោះនេះផងដែរគឺឈ្មោះ Dumbo ក៏សិតតែកូនដែលខ្ញុំប្រកាសបានពីមុនមកហើយខ្ញុំយកវាទៅប្រកាសដើម្បីបន្តពូជវាទៅមុខទៀតហើយមកគ្រាប់នេះក៏ឈ្មោះ Dumbo ដែរវាជាប្រភេទ Dumbo ដែលពណ៌ទឹកប៊ិចសខ្ញុំស្គាល់ថៃដូចជាមិនជាច្បាស់អីទេបើខុសត្រូវសូមកុំប្រកែប្រកាន់អីព្រោះខ្ញុំចាំថៃស្គាល់ដល់ Dumbo តែពណ៌ color មិនហៅមិនខ្ញុំអត់សូវច្បាស់ដែរហើយយើងចាប់ដើមដាក់ញីចូលហើយញីនេះហើយដែលខ្ញុំកំងពីឥណ្ឌូនេស៊ីវាមានជើងក្រោមកដាញ់ដែលវាបើប្រកាត់ពូជដូចគ្នាខ្ញុំធ្លាប់ផ្សាយឲ្យគឺអត់បានទេប្រកាត់អត់គៀបទេហើយខ្ញុំសុខចិត្តដាក់ខ្វែងឥឡូវនេះហើយយើងធ្វើការដាក់ញីយើងនឹងចូលទៅក្នុងធុងទៅក្នុងកែវជ័រដែលយើងធៀបគ្នាការធៀបនេះគឺដើម្បីឲ្យថៃយើងដាក់មើលសិនទៅបើសិនជាឡើងធ្វើពពុះនឹងអត្រាសង្ឃឹមនៃគៀបគឺបានច្រើនឥឡូវខ្ញុំបានដាក់ចូលហើយបន្ទាប់ពីដាក់ហើយគឺក្របទុកឥឡូវដល់ថ្ងៃបើកមើលហើយការមើលលទ្ធផលឥឡូវយើងចាប់ផ្ដើមបើកកំមប់ស្នោយើងដែលក្របហ្នឹងហើយជាមួយនឹងខ្ញុំដាក់គ្របសបកកេះទឹកសុទ្ធឥឡូវយើងអត់មើលលទ្ធផលទាំងអស់គ្នារៀងប៉ះទឹកកន្លោបន្តិចហើយលទ្ធផលគឺយើងមើលឃើញថាគូទី1គឺជោគជ័យហើយគៀបញីដែលខ្ញុំបានកំងពីឥណ្ឌូមកយូរហើយកាត់អត់ដែរបានទឹកតែបានលើកនឹងទេហើយមកសបុកនេះក៏គៀបដែរតែគៀបតិចហើយមួយនេះយើងសង្កេតឃើញថាមានតែពពុះនិងថង់តិចទេពពុះនៅក្នុងថង់តិចទេគឺអត់គៀបទេសម្រាប់លទ្ធផលគឺយើងបាន2សបុកហើយមកដល់នេះគឺយើងកាត់ចូលមកដល់ពេលវាញាស់ហើយបាទនេះគឺឈ្មោះនេះគឺឈ្មោះដែលខ្ញុំកូនសបុករបស់ខ្ញុំប្រកាសបានខ្លួនឯងទេហើយយើងឃើញថាលទ្ធផលគឺមកសបុកគៀបបាន2សបុកមកសបុកគឺញាស់បានកូនមកសបុកនោះគឺពងលួយតិចចឹងជាលទ្ធផលយើងបានតែមកសបុកទេដែលវាទូចខ្លាំងខ្ញុំចង់ថតឲ្យមើលច្បាស់តែវារៀងពិបាកមើលបន្តិចសបុកនេះវាបើតាមសមានប្រហែលគឺវាអាចចូល200គ្រាប់អីលើសតែដូចនិយាយចឹងវាទឹកខ្ញុំដាក់ស្លឹកឆាត់រៀងដិតឥឡូវនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណដែលបានទស្សនានៅការប្រកាសថៃខំរបស់ខ្ញុំនេះចំនួន3គូហើយសម្រាប់តែជោគជ័យតែ1គូទេសូមអរគុណជាថ្មីទៀតដែលបានតាមដាននៅ Channel Beta MSP របស់យើងសូមអរគុណសូមជម្រាបលា